សួស្តីអ្នកនរគ្នាឥឡូវខ្ញុំនៅមុខកន្លះឋានជាតិមកដាក់លេជោតិចទៀតខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលមណ្ឌលកីឡានៅខាងក្នុងមណ្ឌលកីឡាខ្លះដែលយើងបើករាល់ថ្ងៃហើយមណ្ឌលកីឡាខ្លះដែលយើងបើកថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេតោះឥឡូវយើងទៅមើលខាងក្នុងអ្នកនរគ្នាឥឡូវយើងមកដល់ខាងក្នុងនៃភូកន្លះឋានជាតិមកដាក់លេជោហើយខាងក្រោយខ្នងខ្ញុំហ្នឹងគឺជាវិមានកីឡាបើសិនជាអ្នកគ្នាចូលតាមខ្លងទ្វារមកមកយើងមើលខាងឆ្វេងដៃទៅអ្នកនរគ្នានឹងឃើញមណ្ឌលកីឡាអាងហែលទឹកដែលយើងបើករៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង5ល្ងាចហើយនៅក្នុងហ្នឹងមានអាងកីឡា2ដែលយើងបើកដំណើរការគឺអាងវឹកហាត់និងអាងហែលទឹកប្រកួតហើយបើកន្លែងនេះវិញគឺជាមណ្ឌលកីឡាវាយកូនបាល់ដែលយើងហៅថាមណ្ឌលកីឡា tennis ហើយឥឡូវយើងកំពុងតែមានប្រកួតដែលរៀបចំដោយសហព័ន្ធបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការជួលជា tournament ពួកយើងក៏មានកញ្ចប់សម្រាប់ tournament ដូចគ្នាហើយបើសិនជាបងប្អូនចង់ជួលជា tournament ទេបងប្អូនចង់មកលេងកម្សាន្តលក្ខណៈថាជាមួយមិត្តភ័ក្តិពីរស្មើឬក៏មួយស្មើក៏យើងមានបើកឲ្យជួលលេងបានដែរតែនៅក្នុងនោះ1ម៉ោងតែ$8ទេហើយបើកន្លែងនេះវិញគឺជាមណ្ឌលកីឡាវាសីដែលយើងអាចហៅបានថាជា badminton សម្រាប់មណ្ឌលកីឡាវាសីនេះបងប្អូនអាចមកលេងបានរៀងរាល់ថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យហើយតម្លៃចូលរួមនោះ1ម៉ោងយើងគិតតែ$8តែប៉ុណ្ណោះបងប្អូនចង់ធ្វើជា tournament ក៏យើងមានកញ្ចប់ជា tournament ដូចគ្នាបងប្អូនអាចទំនាក់ទំនងមកតាមលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅចុងវីដេអូបើចំណែកកន្លែងនេះវិញគឺជាមណ្ឌលកីឡាកាយវិបកម្មដែលហៅថា gym បងប្អូនអាចចូលលេងកម្សាន្តរៀងរាល់ថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យដែលតម្លៃចូលរួមម្នាក់យើងគិតតែ$3តែប៉ុណ្ណោះឧបទានអ្នកនរគ្នាតារាងបាល់ទាត់ខាងក្រៅរបស់យើងចិត្តបញ្ចប់ការជួសជុលហើយធានាជាមួយនឹងគុណភាពស្មើធម្មជាតិតែពីយើងចង់ឲ្យអ្នកដែលមកលេងនៅតារាងបាល់ទាត់ខាងក្រៅនៃភូកន្លះឋានជាតិមកដល់ចូលទទួលបានបទពិសោធន៍ថ្មីជាមួយនឹងស្មើល្អពេលដែលបញ្ចប់ការជួសជុលខ្ញុំនឹងបញ្ជាក់នៅវីដេអូក្រោយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចឆាតមកសួរនៅក្នុង page ឬតាមលេខទូរស័ព្ទដូចខាងក្រោម